អាសេនិកមានគ្រោះថ្នាក់ណាវាគឺជាលោហៈធ្ងន់ដែលអាចបណ្ដាលទៅជាពុលហើយនឹងនាំទៅជាមហារីកបើសិនជាញ៉ាំច្រើនពេកយូរពេកតែយើងក៏អាចជៀសវាងវាបានទាំងស្រុងដែរពីព្រោះអីធម្មជាតិរបស់វាមាននៅក្នុងសម្បកផែនដីស្រាប់បានន័យថាក្នុងទឹកក៏មានហើយពេលខ្លះមាននៅក្នុងម្សៅទឹកដោះគោកូនយើងទៀតបើអញ្ចឹងមែនកូនខ្ញុំពុលអស់ហើយចឹងអត់ទេការសិក្សាបង្ហាញថាពុលឬក៏ឲ្យទៅជាមហារីកទាល់តែយើងនឹងញ៉ាំលើសពី3មីក្រូក្រាមក្នុងមួយថ្ងៃក្នុង1គីឡូបានន័យថាបើសិនជាកូនយើងទម្ងន់3គីឡូពួកគាត់ត្រូវតែញ៉ាំលើសពី9មីក្រូក្រាមក្នុងមួយថ្ងៃបានគាត់ប្រឈមហើយនេះហើយគឺជាមូលហេតុដែលអាជ្ញាធរសុវត្ថិភាពចំណីអាហារលើពិភពលោកទាំងអស់កំពុងតែព្យាយាមកំណត់កម្រិតរបស់អាស៊ីដិកនៅក្នុងម្សៅទឹកដោះគោកូនយើងដោយ FDA អញ្ចឹងការសិក្សានៅកំពុងតែធ្វើនៅមិនទាន់ចប់នៅឡើយប៉ុន្តែសម្រាប់ស្តង់ដារសហគមន៍អឺរ៉ុបគឺគេកំណត់ច្បាស់គឺនៅក្រោម20មីក្រូក្រាមក្នុង1គីឡូបានន័យថាគ្រប់ម្សៅទឹកដោះគោណាក៏ដោយដែលមានជាតិអាស៊ីនិកក្រោម20មីក្រូក្រាមក្នុង1គីឡូម្សៅគឺមានសុវត្ថិភាពពួកយើងដឹងថាប្រមាណទាំងអស់គ្នាបារម្ភនៅពេលដែលឃើញរបាយការណ៍មួយនេះប៉ុន្តែកម្រិតអាស៊ីនិកដែលនៅក្នុងម្សៅទឹកដោះគោទាំងអស់នេះស្ថិតតែនៅក្រោមកម្រិតដែលអនុញ្ញាតពីស្តង់ដារសហគមន៍អឺរ៉ុបទាំងអស់អញ្ចឹងហើយបានម្សៅទឹកដោះគោទាំងអស់ហ្នឹងអត់មានអ្នកគេត្រូវប្រមូលទៅវិញទេប៉ុន្តែយ៉ាងណាក៏ដោយប្រមាណទាំងអស់គ្នាត្រូវតែបន្តប្រុងប្រយ័ត្នហើយទិញផលិតផលតែពីក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្មបានហើយឥឡូវទាំងអស់គ្នាដឹងហើយណាអញ្ចឹងជប់ភ័យទៅ